经验啊，经验就บอก他们经验บอก他บอ比少就是经验，他有很多工作经验，OK， មានថាគាត់មានបទពិសោធន៍ការងារច្រើន就是经验ណា经验บอก他บอ比就是经验。技能啊，技能是什么呢？技能大家好，欢迎来到安我通中文在线学习频道。បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ចូលមកកាន់ Channel Alpha Talk រៀនភាសាចិនងាយនៅទីនេះអ្នកអាចរៀនភាសាចិនបានយ៉ាងងាយនិងប្រើបានពិតក្នុងជីវិតប្រចាំថ្ងៃហើយបងប្អូនកុំភ្លេចជួយចុច like share ជួយចុច subscribe ដាក់រូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីៗពី Alpha Talk អញ្ចឹងនៅថ្ងៃនេះយើងរៀនអំពី100ពាក្យចិនសម្រាប់ការងារភាគបន្ត110汉语相关工作អញ្ចឹងកុំឲ្យយូរបងប្អូនចូលទៅមើលមាតិការបស់យើងនៅក្នុងភាគទី5បាទតែសើចង់និយាយថាហ្នឹងគឺជាភាគទី5ចុះព្រោះដោយសារតែយើង4វីដេអូដែលបងប្អូនបានរៀនរួចហើយអញ្ចឹងដល់គឺគិតថាបងប្អូនក៏មានការចាប់អារម្មណ៍ច្រើនដែរទៅចូលនឹងវីដេអូដែលយើងបានរៀន4ហ្នឹងអញ្ចឹងឥឡូវបងប្អូនចូលទៅមើលនៅក្នុងមាតិការបស់យើងតកតងជាមួយនឹងមេរៀនទី5វិញម្ដងតាជីបាអូខេតាអញ្ចឹងបងប្អូនចូលមកដល់មាតិការបស់យើងហើយមូលណាឋានហើយមាតិកាអញ្ចឹងភាសាចិនអានថាមូលភាសាអង់គ្លេសគឺឋានភាសាខ្មែរហៅថាមាតិកាអូខេអញ្ចឹងយើងមកមើលមាតិការបស់យើងតទៅទី1基本词汇ពាក្យមូលដ្ឋានបងប្អូនបានរៀនហើយហើយអញ្ចឹងអក្សរគ្រីសនេះមានន័យថាបានរៀនហើយហើយកងជាប់内容អូខេកងជាប់内容មាតិកាការងារទី2នេះក៏យើងបានរៀនមួយដែរ时间与状态ណា时间与状态ពេលវេលានិងស្ថានភាពក៏យើងបានរៀនចប់ដែរពាក្យទី3ហើយ办公环境办公环境បរិយាកាសការិយាល័យក៏យើងបានរៀនរួចមកដែរអញ្ចឹងនិយាយជារួមណាមាតិកា4នេះយើងបានរៀនរួចហើយអញ្ចឹងលោកសិស្សសង្ឃឹមថាបងប្អូននឹងទទួលបាននៅពាក្យថ្មីសម្រាប់បងប្អូនដែលអត់ចេះណាអញ្ចឹងយើងចូលទៅមាតិកាទី5បាទមាតិកាទី5គឺជាមាតិកាដែលយើងកំពុងតែនឹងរៀននៅឥឡូវនេះ能力与表现ណាយើងសមត្ថភាពនិងការសម្ដែងយើងនឹងចាប់ផ្ដើមរៀននៅថ្ងៃនេះតែម្ដងណាគឺថ្ងៃសៅរ៍នេះអញ្ចឹងបន្តមកនៅសប្តាហ៍ក្រោយយើងនឹងរៀនអំពី事业发展ការអភិវឌ្ឍអាជីពអញ្ចឹងបងប្អូននឹងរងចាំទៅរៀននៅថ្ងៃទី6នេះនៅថ្ងៃពុធសប្តាហ៍ក្រោយណា热际关系บอกថាតំណែងតំណងក្នុងការងារតំណែងតំណងក្នុងការងារនេះក៏យើងនឹងរៀននៅសប្តាហ៍ក្រោយផងដែរ收入与福利บอกថាប្រាក់ខែនិងអត្ថប្រយោជន៍ក៏យើងនឹងរៀននៅសប្តាហ៍មួយទៀតណាសប្តាហ៍មួយទៀតយើងនឹងរៀនដល់ហើយអញ្ចឹងយើងចូលមកបន្តទៀតក្នុងនឹងទី9其他常用词ពាក្យទូទៅផ្សេងហើយនឹងទី10其他用常
sửa việc tụ tập sen hiện thì pi nè mình chẳng là nông liên ca trong khỏi và nhớ sẽ trong trong một team một team đấy bên phía mối nè phía pi ok ta chẳng có mà dấu bằng ôn cho từ liên mê liên bịa vào dương ở cái tới học chi ba ở đó dương cho mà đó lấy sẽ trong cho mỗi lần mê hiện giờ hiện thì làm nè năng lực与表现能力与表现 OK 能力như bọn hắn mặt tập hiệp ý như bọn hắn đó biểu hiện như bọn hắn ca sóng đây năng lực ý biểu hiện bọn hắn mặt tập hiệp nó ca sóng đây ta dân dân cho đơn kiện bao nhiêu chẳng đó học chi ba năng lực như bọn hắn smart tập hiệp thì sự năng lực 你们知道吗？有一个新同事，他有很多能力啊。OK， mình ha, cô net đang ở mật rùm càng ngày thay vào nhớ,คือความมีสมรรถภาพคลั่งเหมือนกัน经验有bọn他妈经验，bọn他bót比少就是经验，他有很多工作经验，OK， mình ha quát miến bót比少càng như thế nào，就是经验bọn他bót比就是经验，技能是什么呢？技能种念就是技能，它有很好的电脑技能，它有很好的电脑技能。quát miên chủng niên computer là ona， quát miên chủng niên computer là ona， 就是 技能，它种念技能。努力努力用bọn他们努力 khát khom rồi có phấn khởi 就是努力นะ努力让bọn khát khom rồi có phấn khởi 他每天都很努力学习他每天都很努力学习 bọn他 quát khát khom riêng rồi ngày quát khom riêng rồi ngày 就是努力khát khom效率是什么呢？效率就bọn他 process thực hiện 其实效率 OK 打nhưng màประโยคcủa dương mình đó 我们要提高学习效率củaយើងត្រូវបង្កើនប្រសិទ្ធភាពក្នុងការរៀន就是效率bọn他 process ភាព认真就是យកចិត្តទុកដាក់就是认真他认真准备这次考试គាត់រៀបចំសម្រាប់ការប្រឡងនេះយ៉ាងយកចិត្តទុកដាក់ចឹងពាក្យថាយកចិត្តទុកដាក់认真就是យកចិត្តទុកដាក់负责什么是负责它的多考ត្រូវ就是负责我负责这个项目ខ្ញុំទទួលខុសត្រូវគម្រោងនេះណាខ្ញុំទទួលខុសត្រូវគម្រោងនេះ就是负责như bọn他ទទួលខុសត្រូវ
创新như bỏ thá này pro đặt thì是创新对企业的发展很重要 Novienovat មានសារៈសំខាន់ចំពោះការអភិវឌ្ឍរបស់សហគ្រាស创新បើថាច្នៃប្រឌិត合作យើងบอกថាសហការ就是合作我们希望和贵公司合作ពួកយើងសង្ឃឹមថានឹងសហការជាមួយក្រុមហ៊ុនរបស់លោកអ្នក就是合作บอกថាសហការ沟通是ទំនាក់ទំនង就是沟通老师经常和家长沟通គ្រូតែងតែតាក់ទងជាមួយនឹងអាណាព្យាបាលជា沟通បើថាទំនាក់ទំនង今天我们的课程就先上到这里，谢谢同学们的观看，同学们再见 Goodbye everyone បាទបងប្អូនទាំងអស់គ្នាមេរៀនរបស់យើងតាក់ទងជាមួយនឹងសមត្ថភាពនិងការសម្ដែងភាគទី5រៀនចប់ត្រឹមតែប៉ុណ្ណេះមុននឹងបញ្ចប់ទៅលោកសើសូមឲ្យបងប្អូនជួយចុច like share ជួយចុច subscribe ឬបណ្ដឹងដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីមុនគេបន្តមកទៀតលោកសើសូមឲ្យបងប្អូនជួយ comment ពាក្យល្អនិងមេរៀនដែលបងប្អូនបានរៀននៅរាល់ពាក្យដែលបងប្អូនបានរៀនចេះហើយបន្តមកទៀតលោកសើក៏បានដាក់នៅវីដេអូ3នៅលើអេក្រង់បើសិនជាបងប្អូនពេញចិត្តទៅលើវីដេអូមួយណាបងប្អូនចុច click ទៅលើវីដេអូមួយនោះដើម្បីរៀនបន្ត谢谢大家再见